សៀវភៅ7យុទ្ធសាស្ត្របង្កើតទ្រព្យសម្បត្តិនិងសេចក្តីសុខភាគ1សេចក្តីផ្ដើមថ្ងៃដែលធ្វើជីវិតរបស់អ្នកផ្លាស់ប្ដូរបន្តិចក្រោយពីឈានដល់អាយុ25ឆ្នាំខ្ញុំបានជួបមនុស្សម្នាក់ឈ្មោះ Elsof មិននឹកស្មានថាការបានជួបជាមួយនឹងមនុស្សម្នាក់នេះជីវិតរបស់ខ្ញុំមានការផ្លាស់ប្ដូរដល់ថ្នាក់នឹងសោះមុនជួបលោក Elsof ជីវិតរបស់ខ្ញុំគឺពោរពេញទៅដោយក្តីអាម៉ាស់ដូចមនុស្សមួយភាគធំទៀតដែរខ្ញុំរស់នៅក្នុងភាពអាប់អួរមានភាពជោគជ័យនិងក្តីរីករាយតិចតួចជាទីបំផុតមែនហើយខ្ញុំមានការចាប់ផ្ដើមមួយដ៏ល្អព្រោះបានធំដឹងក្តីនៅក្នុងបរិស្ថានដ៏ស្រស់ស្អាតនៃសមាគមកសិដ្ឋានាភាគនិរតីនៃរដ្ឋ Idaho ដែលនៅមិនឆ្ងាយប៉ុន្មានពីឆ្នេរទន្លេឈ្មោះ Snake River នៅពេលដែលខ្ញុំចាកចេញពីស្រុកកំណើតនេះខ្ញុំពោរពេញទៅដោយក្តីសង្ឃឹមថាអាចសម្រេចមួយចំណែកធំនៃក្តីស្រមៃរបស់ជនជាតិអាមេរិកកាំងប៉ុន្តែរឿងរ៉ាវគឺមិនដូចអ្វីដែលខ្ញុំបានសង្ឃឹមទុកនោះឡើយបន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យខ្ញុំបានបន្តការសិក្សានៅសាកលវិទ្យាល័យដែរតែនៅពេលដែលរៀនចប់ឆ្នាំទី1ខ្ញុំចាត់ទុកខ្លួនឯងជាមនុស្សឆ្លាតដូច្នេះក៏សម្រេចចិត្តឈប់រៀនក្រោយមកទើបដឹងថានេះគឺជាកំហុសដ៏ធំបំផុតនៅក្នុងជីវិតរបស់ខ្ញុំក្នុងចំណោមកំហុសធំៗផ្សេងទៀតដែលខ្ញុំបានធ្វើកាលពីពេលនោះប៉ុន្តែចិត្តរបស់ខ្ញុំនៅតែពុះកញ្ជ្រោលខ្លាំងណាស់ចង់តែធ្វើការនិងរកលុយនិងតែងជឿជាក់ថាវាមិនពិបាកទេសម្រាប់ខ្ញុំក្នុងការស្វែងរកការងារធ្វើហើយពិតមែនខ្ញុំក៏អាចរកការងារបានមែនរកការងារធ្វើគឺមិនពិបាកឡើយប៉ុន្តែកាលនោះខ្ញុំមិនទាន់យល់នៅឡើយទេអំពីភាពខុសគ្នារវាងពាក្យចិញ្ចឹមជីវិតនិងកសាងជីវិតបន្តិចក្រោយពីបានការងារធ្វើខ្ញុំក៏រៀបការមិនខុសអំពីមនុស្សប្រុសផ្សេងទៀតដែលបានក្លាយជាប្តីរបស់គេនោះទេខ្ញុំបានសន្យាជាច្រើនជាមួយប្រពន្ធរបស់ខ្ញុំថានឹងធ្វើឲ្យអនាគតរបស់យើងពោរពេញទៅដោយភាពអស្ចារ្យនិងធ្វើឲ្យសម្រេចក្នុងពេលឆាប់ៗនេះថែមទៀតផងម្យ៉ាងគឺមកពីខ្ញុំគឺជាមនុស្សដែលមានមហិច្ឆតាធំមានចិត្តចង់ជោគជ័យពិតប្រាកដហើយក៏ជាមនុស្សដែលខិតខំធ្វើការខ្លាំងក្លាណាស់ដែរដូច្នេះវាច្បាស់ខ្លាំងណាស់ខ្ញុំនឹងជោគជ័យជាក់ជាមិនខាននៅពេលចូលដល់អាយុ25ឆ្នាំសរុបទៅខ្ញុំបានធ្វើការអស់រយៈពេលប្រហែលជា6ឆ្នាំដូច្នេះខ្ញុំក៏សម្រេចចិត្តចាប់ផ្ដើមពិនិត្យមកមើលខ្លួនឯងថាតើមានការរីកចម្រើនប៉ុន្មានហើយការចំណាយប្រចាំសប្តាហ៍របស់ខ្ញុំកើនឡើងរហូតដល់$77ក្នុងមួយសប្តាហ៍ឯណោះខ្ញុំមើលឃើញថាខ្ញុំនៅឆ្ងាយខ្លាំងណាស់ពីក្រោយពាក្យសន្យារបស់ខ្លួនហើយកាន់តែឆ្ងាយថែមទៀតពីក្រោយវិក័យប័ត្របង់លុយជាច្រើនដែលកំពុងដាក់ពង្រាយពាសពេញលើតុចាស់មួយនៅក្នុងបន្ទប់បាយហើយចំនួនវិក័យប័ត្រចេះតែកើនឡើងជាលំដាប់ពេលនោះទើបខ្ញុំភ្ញាក់ខ្លួនខ្ញុំគឺជាឪពុកម្នាក់ដែលកំពុងតែទ្រុឌទ្រោមដោយសម្ពាយទំនួលខុសត្រូវនៃការចំណាយរបស់គ្រួសារដែលមានសមាជិកកាន់តែច្រើនឡើងហើយជាពិសេសជាងនេះទៅទៀតនោះខ្ញុំបែរជាបន្តិចម្ដងចាត់ទុកខ្លួនឯងថាជាមនុស្សដែលមានជោគវាសនាអាក្រក់ម្នាក់ខណៈពេលព្យាយាមទទួលស្គាល់ការពិតខ្ញុំចាប់ផ្ដើមមើលឃើញថាខ្ញុំមិនត្រឹមតែមិនបានជឿនលឿនទៅមុខតែប៉ុណ្ណោះទេខ្ញុំបែរជាកាន់តែធ្លាក់ខ្លួនពិបាកកាន់តែខ្លាំងខាងផ្នែកហិរញ្ញវត្ថុពីមួយថ្ងៃទៅមួយថ្ងៃវាច្បាស់ណាស់ថាខ្ញុំត្រូវតែផ្លាស់ប្ដូរអ្វីមួយយ៉ាងប៉ុន្តែសំណួរដែលត្រូវសួរនោះគឺតើខ្ញុំត្រូវផ្លាស់ប្ដូរអ្វីទៅខ្ញុំគិតនៅក្នុងចិត្តប្រហែលជាការខិតខំប្រឹងប្រែងធ្វើការតែម្យ៉ាងមិនអាចជួយបានទេសម្រាប់ខ្ញុំការគិតបែបនេះបានធ្វើឲ្យមានអារម្មណ៍ស្លុតចិត្តជាពន់ពេកពីព្រោះតាំងពីដើមមកខ្ញុំតែងតែមានជំនឿថារង្វាន់កើតមានដល់បុគ្គលណាដែលខិតខំធ្វើការតែប៉ុណ្ណោះកាលនោះខ្ញុំប្រឹងប្រែងធ្វើការខ្លាំងណាស់ប៉ុន្តែខ្ញុំនៅតែក្រខ្ញុំកំពុងស្ថិតនៅលើវិថីក្លាយជាមនុស្សចាស់អាយុ60ឆ្នាំម្នាក់ដែលរស់នៅក្នុងជីវិតមួយដូចជាមនុស្សជាច្រើនទៀតនៅក្នុងសមាគមរបស់ខ្ញុំមិនខានពលគឺរស់នៅក្នុងជីវិតដាច់យ៉ៃនិងត្រូវការឲ្យគេជួយទំនប់បំរុងជាប់ជាប្រចាំការនេះធ្វើឲ្យខ្ញុំកាន់តែភ័យខ្លាំងឡើងខ្ញុំមិនចង់មានអនាគតបែបហ្នឹងទេជាពិសេសរស់នៅក្នុងប្រទេសដែលមានបំផុតនៅលើโลกដូចជាសហរដ្ឋអាមេរិកនេះខ្ញុំនៅតែមានសំណួរច្រើនជាងចម្លើយតើខ្ញុំគួរធ្វើអ្វីតើខ្ញុំអាចផ្លាស់ប្ដូរជីវិតរបស់ខ្លួនដោយរបៀបណា
ខ្ញុំចាប់ផ្ដើមមានគំនិតចង់ត្រឡប់ទៅរៀនវិញព្រោះរៀនបានតែ1ឆ្នាំមើលទៅមិនល្អទេពេលសរសេរដាក់នៅលើពាក្យសុំធ្វើការងារប៉ុន្តែខ្ញុំមានគ្រួសារដែលត្រូវមើលថែទាំការត្រឡប់ទៅរៀនវិញមើលទៅដូចជាមិនអាចទៅរួចឡើយបន្ទាប់មកខ្ញុំមានគំនិតចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនឥឡូវនេះវាមើលទៅដូចជាជម្រើសដ៏ល្អមួយប៉ុន្តែខ្ញុំមិនមានដើមទុនគ្រប់គ្រាន់ហើយណាមួយរឿងលុយកាក់នេះគឺជាបញ្ហាដ៏ធំបំផុតដែលខ្ញុំកំពុងតែប្រឈមមុខព្រោះខ្ញុំតែងតែចាយលុយអស់មុនចុងខែជានិច្ចតើអ្នកធ្លាប់មានបទពិសោធន៍នេះដែរឬទេថ្ងៃមួយខ្ញុំបានបាត់លុយអស់$10ខ្ញុំពិបាកចិត្តខ្លាំងណាស់រហូតដល់ធ្លាក់ខ្លួនឈឺអស់រយៈពេល2សប្តាហ៍គឺឈឺដោយសារតែបាត់លុយ$10តែប៉ុណ្ណោះមិត្តភក្តិម្នាក់បានព្យាយាមបន្លប់ចិត្តខ្ញុំអ្នកជីមគាត់និយាយប្រហែលជាមានប្រលឹងអ្នកក្រណាម្នាក់ដែលកំពុងត្រូវការលុយរើបានរបស់ឯងទេដឹងប៉ុន្តែសូមប្រាប់តាមត្រង់ទៅចុះថាពាក្យបន្លប់របស់គាត់មិនបានធ្វើឲ្យខ្ញុំភ្លេចអំពីលុយដែលបានបាត់នោះឡើយដរាបណាខ្ញុំនៅតែខ្វះខាតខ្ញុំត្រូវតែជាមនុស្សដែលគួររើបានលុយ$10ខ្ញុំមិនចង់ធ្វើជាមនុស្សដែលបាត់លុយ$នោះទេដូចនេះទើបវាធ្វើឲ្យខ្ញុំសប្បាយចិត្តទៅកើតព្រោះនិយាយតាមត្រង់ទៅចុះកាលនោះខ្ញុំមិនទាន់មានចិត្តចង់ធ្វើបុណ្យធ្វើទានអីទេនេះហើយគឺជាទស្សនវិជ្ជាជីវិតរបស់ខ្ញុំកាលនៅអាយុ25ឆ្នាំនៅឆ្ងាយណាស់ពីក្រោយក្តីសុបិនរបស់ខ្លួនហើយក៏មិនដឹងថាត្រូវធ្វើយ៉ាងណាដើម្បីផ្លាស់ប្ដូរជីវិតឲ្យប្រសើរឡើងឡើយបន្ទាប់មកថ្ងៃមួយសំណាងល្អបានចូលមកដល់តើហេតុអ្វីបានជាវាទើបតែកើតមាននៅក្នុងជីវិតរបស់ខ្ញុំហេតុអ្វីបានជារឿងល្អៗចាប់ផ្ដើមកើតឡើងនៅពេលវេលាមកដល់ខ្ញុំពិតជាមិនយល់សោះសម្រាប់ខ្ញុំការនេះគឺហាក់ដូចជាអាចកំបាំងមួយនៃជីវិតរបស់មនុស្សយើងនិយាយទៅសំណាងរបស់ខ្ញុំកើតមានឡើងនៅពេលដែលខ្ញុំបានជួបនឹងមនុស្សម្នាក់គាត់គឺជាមនុស្សដ៏ពិសេសឈ្មោះ Aesop ខ្ញុំឃើញគាត់ដំបូងបង្អស់ការនៅក្នុងសន្និសីទស្ដីអំពីវិធីសាស្ត្រលក់ផលិតផលជាកន្លែងដែលគាត់កំពុងតែរៀបចំសិក្ខាសាលាមួយអ្វីដែលគាត់និយាយនៅល្ងាចនោះបានធ្វើឲ្យខ្ញុំចាប់ចិត្តខ្លាំងណាស់រហូតរកពាក្យដើម្បីប្រាប់អ្នកមិនបានទេខ្ញុំនៅចាំបានកាលនោះខ្ញុំអង្គុយគិតនៅក្នុងចិត្តទោះឲ្យខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមធ្វើដែរឲ្យតែបានក្លាយជាមនុស្សដូចគាត់នៅពេលចប់សិក្ខាសាលាខ្ញុំព្យាយាមធ្វើខ្លួនឲ្យក្លាហានដើម្បីដើរទៅកាន់គាត់ហើយណែនាំខ្លួនឲ្យគាត់ស្គាល់ទោះបីខ្ញុំមើលទៅហាក់ដូចជាស្គងហើយស្ទាក់ស្ទើរលោកអេសោបែរជាមើលមកខ្ញុំថាជាមនុស្សដែលចង់បានភាពជោគជ័យពិតប្រាកដគាត់គឺជាមនុស្សចិត្តល្អនិងសប្បុរសម្នាក់ហើយទីបំផុតគាត់ក៏ចូលចិត្តខ្ញុំពី3ខែក្រោយមកគាត់ជួលខ្ញុំឲ្យធ្វើការនៅក្នុងក្រុមអ្នកលក់របស់គាត់រយៈពេល5ឆ្នាំខ្ញុំបានរៀនមេរៀនជីវិតជាច្រើនពីលោកសូហ្វគាត់ចាត់ទុកខ្ញុំដូចជាកូនម្នាក់ដោយចំណាយពេលបង្រៀនខ្ញុំអំពីទស្សនវិជ្ជារបស់គាត់ដែលឥឡូវនេះខ្ញុំហៅវាថាយុទ្ធសាស្ត្រ7យ៉ាងដើម្បីបង្កើតទ្រព្យសម្បត្តិនិងសេចក្តីសុខថ្ងៃមួយកាលនៅអាយុ49ឆ្នាំដោយមិនបានប្រាប់នរណាម្នាក់ឲ្យដឹងសោះលោកអេសោហ្វបានលាចាកលោកទៅបន្ទាប់ពីបានកាន់ទុក្ខចំពោះមរណភាពរបស់គ្រូរបស់ខ្ញុំបានចំណាយពេលមួយចំនួនដើម្បីពិនិត្យឡើងវិញអំពីឥទ្ធិពលរបស់គាត់មកលើជីវិតរបស់ខ្ញុំជឿជាក់ថារបស់ពិសេសបំផុតដែលខ្ញុំទទួលបានពីគាត់គឺមិនមែនការងារឬក៏ឱកាសខ្លាចខ្លួនពីបុគ្គលិកលក់មកជាអនុប្រធានក្រុមហ៊ុនម្នាក់នោះទេផ្ទុយមកវិញរបស់ពិសេសនេះគឺចំណេះដឹងដែលខ្ញុំបានរៀនពីគាត់ទាំងអំពីទស្សនវិជ្ជាជីវិតក៏ដូចជាអំពីមូលដ្ឋានគ្រឹះដើម្បីភាពជោគជ័យពោលគឺអំពីរបៀបដើម្បីបង្កើតភាពមានបានខាងទ្រព្យសម្បត្តិក៏ដូចជារបៀបរស់នៅឲ្យមានសេចក្តីសុខពិតប្រាកដនៅក្នុងជីវិតរយៈពេលពី3ឆ្នាំក្រោយមកខ្ញុំបានបញ្ចូលទស្សនវិជ្ជារបស់គាត់ទៅក្នុងជីវិតខ្លួនឯងហើយខ្ញុំក៏ចាប់ផ្ដើមថ្កុំថ្កើងឡើងតាមពិតខ្ញុំរកលុយបានច្រើនក្រាស់ក្រែលរួចទៅហើយប៉ុន្តែបទពិសោធន៍ដែលធ្វើឲ្យខ្ញុំសប្បាយចិត្តជាទីបំផុតនោះគឺការចែករំលែកទស្សនវិជ្ជាទាំងអស់នេះទៅកាន់មិត្តរួមការងារក៏ដូចជាបុគ្គលិកទាំងអស់របស់ខ្ញុំការនេះបានធ្វើឲ្យពួកគេមានសេចក្តីសប្បាយរីករាយជាមុនពេក
ហើយលទ្ធផលក៏កើតមានជាក់ស្ដែងភ្លាមៗជាហូរហែទោះបីជាខ្ញុំមើលមកខ្លួនឯងជាអ្នកជំនួញម្នាក់គឺមិនមែនជាអ្នកនិពន្ធឬក៏វាគ្មិនក៏ដោយតែខ្ញុំតែងតែមានអារម្មណ៍ចាប់ចិត្តនៅក្នុងការផ្សព្វផ្សាយទៅកាន់អ្នកដទៃដោយផ្ទាល់ក្តីឬក៏ដោយប្រយោលក្តីនៅទស្សនវិជ្ជាទាំងអស់នេះដែលនឹងធ្វើឲ្យជីវិតរបស់មនុស្សម្នាក់មានការផ្លាស់ប្ដូរនៅពេលដែលអ្នកអានសៀវភៅនេះចូលស្រមៃថាអ្នកហាក់កំពុងតែដើរទិញអីវ៉ាន់ដូច្នេះចូលជ្រើសរើសនិងប្រើតែគំនិតណាដែលត្រូវនឹងបរិបទនៃជីវិតរបស់អ្នកនៅក្នុងពេលបច្ចុប្បន្ននេះទៅបានហើយពិតណាស់អ្នកមិនចាំបាច់ត្រូវទទួលយកអ្វីៗទាំងអស់ដែលអ្នកដទៃនិយាយនោះទេប៉ុន្តែចូលផ្ដល់ឱកាសឲ្យខ្លួនឯងចូលអានប្រកបដោយការបើកចិត្តឲ្យទូលាយប្រសិនបើអ្នកគិតថាវាត្រឹមត្រូវចូលព្យាយាមអនុវត្តតាមវាតែបើមិនត្រឹមត្រូវទេចូលបោះបង់វាចោលទៅចោះចូលចងចាំថាត្រូវធ្វើខ្លួនឲ្យដូចជាសិស្សម្នាក់គឺមិនមែនធ្វើខ្លួនឲ្យដូចជាអ្នកដែលចេះតែដើរតាមគេនោះទេ